កិច្ចប្រជុំក្រុមលេខាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃ RBC រយៈពេល3ថ្ងៃពេញនៅទីក្រុងប៉ោយប៉ែតគឺត្រូវបានបញ្ចប់នៅថ្ងៃនេះគឺថ្ងៃទី29ខែមករាឆ្នាំ2026ប៉ុន្តែកិច្ចប្រជុំ RBC រវាងកម្ពុជានិងថៃនេះគឺត្រូវបានបញ្ចប់ដោយគ្មានចំណុចរួមនោះទេចောက်ដឹងព័ត៌មានលម្អិតមកតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបើយោងតាមលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសកម្ពុជាយើងបានឲ្យដឹងថាកិច្ចប្រជុំរវាងយោធាភូមិភាគ5របស់កម្ពុជាយើងជាមួយនឹងកងទ័ពភូមិភាគទី1របស់ប្រទេសថៃគឺត្រូវបានបញ្ចប់ហើយក្រោយពីត្រូវបានប្រជុំចាប់តាំងពីថ្ងៃទី27ដល់ថ្ងៃទី29ខែមករាឆ្នាំ2026នៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យរបស់កម្ពុជាយើងទល់ជាមួយនឹងច្រកបានខ្លងលឹកខេត្តស្រះកែវប្រទេសថៃប៉ុន្តែចំណុចក្តៅនៅក្នុងគណៈពេលនេះនឹងគឺថាកិច្ចប្រជុំ RBC រយៈពេល3ថ្ងៃនេះបាទរហូតមកដល់ថ្ងៃចុងក្រោយថ្ងៃទី29ខែមករាឆ្នាំ2026នេះគឺមិនទាន់មានចំណុចរួមណាមួយឬក៏សេចក្តីព្រមព្រៀងណាមួយដែលត្រូវបានចុះហត្ថលេខានៅឡើយទេដូច្នេះនឹងភាគីទាំងពីរគឺបានឯកភាពគ្នាដើម្បីវិលត្រឡប់ទៅទីបញ្ជាការរៀងៗខ្លួនវិញប៉ុន្តែមិនមែនបញ្ចប់ត្រឹមនឹងទេគឺភាគីទាំងពីរនឹងបន្តផ្លាស់ប្ដូរឯកសារគ្នាទៅវិញទៅមកនិងជជែកវែកញែកពិភាក្សាគ្នាទៅវិញទៅមករហូតដល់មានការឯកភាពគ្នាពេញលេញណាមួយទើបកំណត់ថ្ងៃដើម្បីប្រារព្ធពិធីដើម្បីចុះហត្ថលេខាម្ដងទៀតនាពេលខាងមុខនេះគ្រាន់តែមិនទាន់ដឹងមិនទាន់បានកំណត់ថ្ងៃនោះទេហើយចង់បញ្ជាក់ជូនបងប្អូនបន្ថែមថាកិច្ចប្រជុំ RBC រវាងយោធភូមិភាគកម្ពុជានិងថៃនេះគឺមានការចូលរួមពីអ្នកសង្កេតការណ៍អាស៊ាន AOT ផងដែរគឺចូលរួមទាំងអ្នកសង្កេតការណ៍អាស៊ាន AOT ខាងកម្ពុជានិងអ្នកសង្កេតការណ៍អាស៊ាន AOT ខាងថៃដូច្នេះយើងតាមដានបន្តទៀតទាំងអស់គ្នាថាតើភាគីទាំងពីរនឹងឈានដល់ការចុះហត្ថលេខាជាផ្លូវការនៅថ្ងៃណាចុច follow ម្នាក់មួយខ្ញុំនឹងបន្តតាមដានព័ត៌មានផ្សេងៗទៀតដើម្បីជម្រាបជូនបងប្អូនទាំងអស់គ្នាសូមអរគុណជួបគ្នាវីដេអូក្រោយ